រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូមកមួយទៀតហើយនិយាយពីនេះពីនោះអំពីបញ្ហាជីវិតការរស់នៅរបស់មនុស្សយើងម្នាក់ប្រចាំថ្ងៃតើថ្ងៃនេះបងប្អូនទាំងអស់គ្នាសុខសប្បាយជាដែរឬមួយក៏យ៉ាងណាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានសុខសប្បាយគ្រប់គ្នាទៅចុះហើយសូមបងប្អូនទាំងអស់គ្នាធ្វើដំណើរតាមដងផ្លូវទៅណាមកណាសូមឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាផងដែរបាទជីវិតយើងរស់នៅប្រចាំថ្ងៃគឺម្នាក់មានផ្សេងគ្នានៅក្នុងការរស់នៅមានគំនិតធ្វើកិច្ចការងារអ្វីមួយដោយខុសគ្នាខ្ញុំជាអ្នកស្រុកស្រែជនបទបងប្អូននៅខាងតំបន់ខ្ញុំធ្វើចំការដំឡូងផងនិងធ្វើដំណាំស្វាយចន្ទីផងមេឃកំពុងតែបើកថ្ងៃមកមួយដំណាំនេះដំណាំក្រៅគឺដំណាំពោតនេះពោតមិនសូវជាកើតសិតស្មៅក្តៅចង់ស្លោកហើយស្លឹកពីស្មើនឹងបងប្អូនកំពុងតែធ្វើការងារផ្សេងបងប្អូនខ្លះទៀតក៏គាត់សម្រាប់ពីការងារខ្លះទៀតក៏គាត់កំពុងតែធ្វើការអញ្ចឹងទៅខាងខ្ញុំធ្វើចំការតិចតួចបងប្អូនទាំងអស់គ្នាខ្ញុំអស័យបងខ្ញុំមានអាស័យទំពាំងបងប្អូនទំពាំងស្នងឫស្សីពីចាស់គាត់តែនិយាយថាទំពាំងស្នងឫស្សីទំពាំងស្នងឫស្សីគឺសំដៅទៅលើបងប្អូនចំនួនក្រោយក្មេងៗចំនួនក្រោយគាត់ជាអ្នកបន្តវេនកសាងប្រទេសជាតិគាត់ជាអ្នកសិក្សាអំពីប្រទេសជាតិសិក្សាអំពីផ្សេងហើយគាត់ក៏ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិតទៅមុខបន្តទៀតដែរដែលគាត់បានសិក្សារៀនសូត្រជ្រៅជ្រះតើនេះគឺជាដំឡូងបងប្អូនដំឡូងមិនសូវជាល្អប៉ុន្មានដែរទេបងប្អូនអើយតែអាចបន្តទៅមុខបានទៀតបងប្អូនតក់ជីវិតរបស់មនុស្សយើងធ្វើកិច្ចការងារផ្សេងគ្នាទៅខ្លះក៏ធ្វើស្រែចម្ការដូចជាខ្ញុំអញ្ចឹងដែរបងប្អូនខ្លះគាត់ក៏ធ្វើការងារកសិកម្មផ្សេងដែរដូចតែខ្ញុំដែរបងប្អូនខ្លះទៀតគាត់ធ្វើការនៅតាមក្រុមហ៊ុននានាតាមរោងចក្រផ្សេងអញ្ចឹងដែរដើម្បីបានប្រាក់ចំណូលនៅក្នុងដើម្បីបានប្រាក់មកផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសារដើម្បីឲ្យជីវភាពល្អប្រសើរឡើងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានក្តីសុខគ្រប់គ្នាទៅណាមកណាសូមឲ្យទទួលបាននូវសុខភាពល្អសុខសប្បាយតាមដងផ្លូវផងដែរជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំផងដែរបាទខុសត្រូវយ៉ាងណាក៏ដោយគឺខ្ញុំសូមអភ័យទោសផងដែរបងប្អូនបាទអរគុណ